group ជ្រាបសួរទៅដល់បងប្អូននៅក្នុងបណ្ដាសង្គមទាំងអស់ហើយថ្ងៃនេះខ្ញុំមកផ្ដិតយករូបភាពខ្ញុំមានការឆ្ងល់ចឹងណាហើយចង់ដឹងថាកន្លែងនេះគេហៅអីគេបើសិនជាបងប្អូនណាស្គាល់ហើយជួយខមមិននៅក្នុងវីដេអូម្នាក់មួយទៅខ្ញុំមានការឆ្ងល់ថាផ្ទះនេះខ្ញុំមើលឃើញថាមានគេទុកចោលហើយអត់ដឹងថាទុកចោលតាមចំនួនណាទេអញ្ចឹងខ្ញុំជិះកាត់មកក៏បានផ្ដិតយករូបភាពហើយមានច្រើនកន្លែងផ្ទះហ្នឹងមានច្រើនមាននៅខាងនោះទៀតអញ្ចឹងខ្ញុំមកផ្ដិតយកឡៃសិនមកកាមេរ៉ាមែនដែរខ្ញុំឆ្ងល់ថាផ្ទះធំផ្ទះថ្មផ្ទះអីមានគេទុកចោលទុកអីចឹងណាតែជាក់ស្ដែងខ្ញុំអត់ដឹងថាពីដើមមកជាកន្លែងអីទេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានឃើញហើយសូមជួយខមមិនប្រាប់មកខាងខ្ញុំតិចផងដោយសារខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេគាត់ថាខ្ញុំជាអ្នកធ្វើវីដេអូ streamer វីដេអូ blog អីចឹងណាតែគាត់ថាខ្ញុំមានការឆ្ងល់អីនេះកាមេរ៉ាមែនជួយចាប់នេះហើយផ្ទះនេះរឹងមាំដែរបងប្អូនប៉ុន្តែជាក់ស្ដែងគេវាយអញ្ចឹងណាហើយខ្ញុំអត់ដឹងថាពីមុនមកមិនទេហើយល្បីកន្លែងនេះនេះផ្ទះថ្មនេះក៏ប្លង់សេប្លង់អីដែរនេះតែហើយគេវាយយកដៃយកអីចឹងផ្ទះច្រើនណាស់នេះទៀតអញ្ចឹងពុកម៉ែបងប្អូនជួយ share ម្នាក់មួយហើយផ្ទះនេះដែរស្ថិតនៅចក្រានលើតែខ្ញុំមិនដឹងថាស្រុកអីទេអញ្ចឹងពុកម៉ែបងប្អូនណាដែលបានស្គាល់ជួយខមមិនប្រាប់មកខាងបងប្អូនម្នាក់មួយផងដើម្បីចែករំលែកកុំឲ្យមានការងឿឆ្ងល់ថាកន្លែងហ្នឹងពីមុនមកមិនអីហើយអាចអីចឹងណាអញ្ចឹងហើយនៅមើលអានោះប្រហែលជាឃ្លាំងគេកាមេរ៉ាចាប់ប្រហែលជាឃ្លាំងហើយឥឡូវមានព្រៃមានអីដោះឡើងស្ទុបអស់ហើយអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងពីមុនប្រហែលជាកន្លែងគេធំដែរមានកន្លែងរស់នៅធំដែរអញ្ចឹងគេទុកចោលហើយវាយឡើងទីឆ្នេររវល់អីអស់ហើយនោះឈើទៀតនោះឈើអញ្ចឹងហ្នឹងហើយពុកម៉ែបងប្អូនបើសិនជាបានឃើញហើយជួយ share វីដេអូនេះម្នាក់មួយទៅចែករំលែកបទពិសោធន៍ទាំងអស់គ្នាពេលខ្លះបងប្អូនខ្លះគាត់ជីកាត់ហ្នឹងគាត់អត់ដឹងទេដូចខ្ញុំអញ្ចឹងខ្ញុំអត់ដឹងដូចគ្នាអញ្ចឹងមានតែធ្វើជាវីដេអូដើម្បីផ្ដិតយករូបភាពហើយចង់សាកសួរទៅពុកម៉ែបងប្អូនដែលស្ថិតនៅខាងចក្រានលើហ្នឹងឬមួយក៏បងប្អូនណាក៏ដែរដែលបានស្គាល់ទីលំនៅកន្លែងនេះលុបអិតហើយជួយខមមិនប្រាប់បងប្អូនម្នាក់មួយឬក៏អាចឆាតមកpage ក៏បានដែរអញ្ចឹងដើម្បីបងប្អូនធ្វើវីដេអូសារក្រោយនឹងរាយរាប់ប្រាប់ទៅតាមអ្វីដែលបងប្អូនឆាតមកឬមួយខមមិនមកអញ្ចឹងណាដើម្បីឲ្យពុកម៉ែបងប្អូនបានយល់ដឹងឲ្យអស់ពីចម្ងល់អញ្ចឹងកាមេរ៉ាផ្ដិតយករូបភាពពីនោះមកនោះចាប់យកពីនោះមកស្អាតហិចតិចមកចាប់មកមួយឲ្យពុកម៉ែបងប្អូនយើងបានឃើញឲ្យអស់ចម្ងល់ទាំងអស់គ្នាព្រៃដោះឡើងណៃនោះហើយមានផ្ទះនៅនោះទៀតច្រើនទៀតប៉ុន្តែបើក្នុងចិត្តខ្ញុំថាជាកន្លែងនេះកន្លែងរោងចក្រគេមិនចឹងវាមុនបើកន្លែងនោះដល់ផ្ទះកម្មករវាមុនមកតែមិនដឹងថាកម្មករត្រូវធ្វើអីវាមុនមកខ្ញុំមិនសូវដឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេនៅកាមេរ៉ានៅទៀតចាប់លើកឡើងលើទីឃើញដោយសារបាំងព្រៃដលងមានជាពលរដ្ឋជើងមកធ្វើដលងនៅច្រើនដែរឃើញទេចាប់កន្លែងធំដែរតែយើងចាប់យកអត់ទេទេភាពដឹកយកបានប៉ុណ្ណឹងសិនជាខ្ញុំដឹងព័ត៌មានលម្អិតខ្ញុំនឹងដឹកយកបានច្រើនទៀតអញ្ចឹងគ្រប់ជ្រាបលាទាំងអស់គ្នាបាទកុំភ្លេចជួយ like និង share វីដេអូខ្ញុំទាំងអស់គ្នាផងបាទអរគុណច្រើន